សូមក្រាបថ្វាយបង្គំព្រះតារានុធរៈគ្រប់ព្រះអង្គសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នាបាទនេះគឺជាទស្សនវិជ្ជាទាំងស្រុងនៃវីដេអូរបស់ខ្ញុំកណ្ណាអាត្មាភាពដែលបានធ្វើដំណើររួមជាមួយពុទ្ធបរិស័ទពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ទឹកដីខេត្តឃ្លាំងទឹកដីកម្ពុជាក្រោមក្នុងកម្មវិធីបុណ្យបញ្ចុះខន្ធសីមានៅវត្តចុងព្រែកនៃកាលកន្លងទៅញាតិញោមពុទ្ធបរិស័ទពិតជាធ្វើឲ្យខ្ញុំបកណ្ណាអាត្មាភាពមាននៅសេចក្តីជ្រះថ្លានិងសេចក្តីរំភើបជាខ្លាំងទាំងបន្តអំពីគណៈបានធ្វើដំណើរទៅដល់ទីទឹកដីកម្ពុជាក្រោមដែលមានប្រជាជនក៏ដូចជាពុទ្ធបរិស័ទជាច្រើនបានអញ្ជើញទៅចូលរួមក្នុងកម្មវិធីបុណ្យបញ្ចុះខន្ធសីមានៅក្នុងវត្តចុងព្រែកស្ថិតនៅក្នុងទឹកដីកម្ពុជាក្រោមនោះហើយអ្វីដែលខ្ញុំបកណ្ណាអាត្មាសង្កេតឃើញថាប្លែកអំពីស្រុកយើងនោះគឺកម្មវិធីបុណ្យធំជាពិសេសកម្មវិធីបុណ្យបញ្ចុះខន្ធសីមានេះគឺមានប្រជាជនពុទ្ធបរិស័ទជួយទៅច្រើនកកបងហើយនោះអាត្មាដើរទៅប្រហែលជាង1គីឡូដីបើគ្រាន់តែដើរទៅតម្រាំទៅនឹងដល់វត្តខ្ញុំឃើញនៅក្នុងរូបភាពនៅក្នុងទស្សនភាពនឹងស្រាប់ហើយព្រោះគឺថាច្រើនមែនតើនេះដល់អ្វីដែលគួរឲ្យរំភើបក្រៃលែងជាងនឹងទៅទៀតនោះគឺខ្ញុំបកណ្ណាអាត្មាភាពបានទៅដល់ហើយគឺជួបសិតតែពុទ្ធបរិស័ទសិតតែប្រជាជនខ្មែរយើងនិយាយភាសាខ្មែរអីទាំងអស់ពិតជាមានសេចក្តីរីករាយមែនតើហើយនេះគឺជាកម្រងវីដេអូខ្លីៗដែលខ្ញុំកណ្ណាអាត្មាភាពបានថតទុកមកហ្នឹងដើម្បីចែកជូនពុទ្ធបរិស័ទញាតិញោមបានទស្សនាមើលទៅគួរជាទីជ្រះថ្លាយ៉ាងណាក៏សូមក្រុមជើញញាតិញោមពុទ្ធបរិស័ទតាមដានវីដេអូនិងស្ដាប់វីដេអូសំឡេងសៀងតែមួយសូមអនុមោទនា
ជាប់ជាគ្រូសក្ការៈ